ខ្ញុំសុំសួរបែបអ្នកស្រុកមួយគេនិយាយថាគ្រូពេទ្យនៅស្រុកខ្មែរយើងមិនសូវមានគុណភាពទេខ្វះសិលធម៌ជាបាក់តែរឿងលុយជាដើម1 2 3 4ជាមតិសង្គមទូទៅដែលខ្ញុំឧស្សាហ៍ស្ដាប់នៅទីកាហ្វេនៅកន្លែងផ្សេងគេរត់ទៅថៃមុនឆ្លោះនេះគេរត់ទៅថៃគេរត់ទៅវៀតណាមគេរត់ទៅប្រទេសផ្សេងតែមុននេះលោកគ្រូនិយាយថាព្យាបាលជំងឺមហារីកក្រៅពីមហារីកគ្រាប់ឈាមជោគជ័យរហូតដល់ជាង 80% មានតែ100នាក់អាចរស់បានជាង80នាក់បាទសម្រាប់គ្រាប់ភ្នែកមហារីកគ្រាប់ឈាម 65% មានតែ100នាក់អាចព្យាបាលជាង65នាក់បាទឥឡូវមន្ទីរគ្រូពេទ្យខ្មែរយើងខ្សោយឬខ្លាំងបើយើងនិយាយទៅខ្មែរយើងអត់ខ្សោយទេគឺយើងខ្លាំងប៉ុន្តែសំខាន់យើងត្រូវតែធ្វើការរួបរวมហើយប្រកបទៅដោយគេហៅថាក្រមសីលធម៌បានន័យថាយើងត្រូវតែមានសេចក្តីអាណិតឬក៏ស្រឡាញ់ដល់អ្នកជំងឺនៅពេលដែលយើងផ្ដល់ការព្យាបាលឲ្យគិតថាគាត់គឺជាអ្នកដែលយើងត្រូវសង្គ្រោះហើយអ្វីដែលគាត់ចង់បានពីយើងដូចអ្វីដែលយើងចង់ឲ្យគេធ្វើមកលើយើងដែរអញ្ចឹងអានេះគឺជាអ្វីដែលជាប្រកាន់ដើម្បីជួយឲ្យមានទំនុកចិត្តហើយជួយព្យាបាលដល់កុមារគោនៅកុមារគោហើយក៏ប្រជាជនអ្នកជំងឺទូទាំងប្រទេសបាទBrown ធ្លាប់ឧបត្ថម្ភលោកគ្រូឯងBrown ដូចជាមិនទាន់មានទេបាទយើងកំពុងតែរកទំនាក់ទំនង Brown ត្រូវជួយព្រោះឥឡូវហ្នឹងកំពុងហូប Brown នេះកំពុងហូប Brown នេះកាន់កៅ Brown សម្ភាសជាមួយមន្ទីរពេទ្យកុមារអង្គរដែលជាមន្ទីរពេទ្យព្យាបាលកុមារ 120,000 នាក់នៅក្នុងមួយឆ្នាំមួយថ្ងៃព្យាបាលចន្លោះពី500ទៅ600នាក់ច្រើនមែនតើម្នាក់ចាយតែ$5 500នាក់គុណនឹង$5ក៏យើងឃើញលុយច្រើនដែរបាទប៉ុន្តែខ្ញុំសុំសួរមួយទៀតសុំសួររហូតខ្ញុំឧស្សាហ៍សួរលោកគ្រូព្យាបាលមុននេះមាននិយាយថាមានគុណភាពល្អប៉ុន្តែហាក់ដូចជាអត់ទាន់មានរួមគ្នាមានថាធ្វើការអត់ទាន់រួមគ្នាដូចលេងបាល់ទាត់បាល់មួយប៉ុន្តែគេមានក្រុមគេស្ទ្រូមគ្នាវិញមកចូលហ្គោលបានអេស្ប៉ាញឈ្នះឆ្នាំនេះបាទគ្រូពេទ្យក៏ជាមនុស្សបាទអ្នកជំងឺក៏ជាមនុស្សបាទត្រឹមត្រូវដែរអ្នកជំងឺក៏ជាមនុស្សបាទមកដែររបស់អ្នកជំងឺមិនដែរជួបមុខអ្នកជំងឺរាល់ថ្ងៃដូចគ្រូពេទ្យទេបាទឥឡូវក្នុងនាមលោកគ្រូជាគ្រូពេទ្យធ្វើការពីធម្មតារហូតដល់ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យ CEO មនុស្សទាំងពីរនាក់ហ្នឹងគួរតែមានវិធីសង្យោគគ្នាដោយរបៀបម៉េចដើម្បីឲ្យគ្រូពេទ្យដែល stress ហ្នឹងបន្តមានកម្លាំងព្យាបាលអ្នកជំងឺហើយអ្នកជំងឺដែលឈឺហ្នឹងចេញពីផ្ទះមកដើម្បីជាហ្នឹងអាចយល់អំពីទុក្ខលំបាករបស់គ្រូពេទ្យបានពិតជាសំណួរដ៏ល្អមែនទែនបាទខ្ញុំគិតថាសម្រាប់ការផ្ដល់សេវានៃការព្យាបាលគឺសំខាន់យើងត្រូវគិតអំពីសុខភាពអំពីគេហៅថាអ្វីដែលយើងគិតថាជួយដល់អ្នកជំងឺបានបាទឲ្យបានជាដំបូងហើយគិតអំពីការផ្ដល់ការព្យាបាលដ៏ល្អដល់អ្នកជំងឺបាទនឹងគឺជាអ្វីដែលជាទូនាទីគ្រូពេទ្យគឺត្រូវតែជួយសង្គ្រោះគ្រប់រូបភាពទាំងអស់របស់អ្នកជំងឺដោយការយកចិត្តទុកដាក់ហើយប្រកបទៅដោយហៅថាក្តីមេត្តាករុណាហើយនឹងដោយហៅថាវិជ្ជាជីវៈបាទនឹងគឺអ្វីដែលយើងផ្ដល់ដល់អ្នកជំងឺដើម្បីជាផលប្រយោជន៍ហើយនឹងក្នុងជាគុណធម៌របស់យើងជាវិជ្ជាជីវៈរបស់គ្រូពេទ្យបាទត្រូវតែជួយសង្គ្រោះដល់យើងបើនៅក្នុងក្រមសីលធម៌របស់គ្រូពេទ្យយើងគឺជាមនុស្សម្នាក់ដែលលះបង់ដើម្បីមនុស្សធម៌ក្នុងនាមជាគ្រូពេទ្យបាទគឺទូនីតិរបស់យើងគឺគ្រូអ្នកជំងឺបាទលះបង់គឺដើម្បីសង្គ្រោះជីវិតអ្នកជំងឺគឺអានឹងគឺជា general state របស់ដែលក្រមសីលធម៌បាទនឹងគឺសំខាន់ណាស់ដែលយើងគិតថាយើងជួយដល់អ្នកជំងឺជាចម្បងបាទហើយវាត្រឹមត្រូវហើយដោយថាតើវាយល់គ្នារបៀបម៉េចអញ្ចឹងការទំនាក់ទំនងការផ្ដល់ហៅថាប្រឹក្សារវាងគ្រូពេទ្យហើយនិងអ្នកជំងឺហើយនិងឪពុកម្ដាយអ្នកជំងឺដើម្បីឲ្យយល់បាទជួនកាលវាអាចយល់គ្នាបានអញ្ចឹងការផ្ដល់ព័ត៌មានការពិភាក្សាអំពីជំងឺការពិភាក្សាអំពីការព្យាបាលការពិភាក្សាអំពីគម្រោងនៃការព្យាបាលហើយនឹងហើយដែលការចូលរួមរបស់គាត់ដើម្បីធ្វើម៉េចឲ្យព័ត៌មានដែលទាំងអ្នកជំងឺទាំងគ្រូពេទ្យយល់ហើយដាក់គម្រោងព្យាបាលទាំងអស់គ្នាបងប្អូនត្រូវជ្រាបថាការព្យាបាលមួយកាលណាអត់មានការចូលរួមពីឪពុកម្ដាយអ្នកជំងឺក៏អត់ព្យាបាលជោគជ័យដែរ ហើយបើគ្រូពេទ្យព្យាបាលតែគ្រូពេទ្យក៏អ្នកជំងឺអត់មានសហការផងអញ្ចឹងធ្វើម៉េចពីនឹងឲ្យ
ធ្វើជាដៃគូដើម្បីព្យាបាលអញ្ចឹងយើងត្រូវពិភាក្សាគ្នាបង្កើត plan គម្រោងផ្ដល់យោបល់ផ្ដល់ការចូលរួមដើម្បីធ្វើម៉េចព្យាបាលជំងឺអញ្ចឹងគឺជាចំណុចដែលសំខាន់បំផុតបាទគឺការចូលរួមព្រោះយើងដឹងហើយបើសិនជាជួបគ្រូពេទ្យប្រាប់ចេះប៉ុន្តែដល់អត់ធ្វើផងពុកកំដៅអត់ធ្វើអ្នកជំងឺអត់ធ្វើគម្រោងព្យាបាលអត់ជោគជ័យអញ្ចឹងធ្វើម៉េចឲ្យការព្យាបាលនឹងគឺជាផែនការមួយទាំងគ្រូពេទ្យនិងឪពុកម្ដាយអ្នកជំងឺគឺយើងពិភាក្សាគ្នាធ្វើការព្យាបាលទាំងអស់គ្នាដើម្បីឲ្យជោគជ័យពីច្រើនមន្ទីរពេទ្យកុមារអង្គរគ្រូពេទ្យជាស្ត្រីឬជាបុរស50បាទយើងបាទ gender ហ្មងបាទក្នុងទីពេទ្យយើង50% បាទសម្រាប់ gender ស្មើភាពគ្នាបាទពាក្យមួយគេនិយាយលេងណាក្មេងៗនិយាយលេងថាពេលដែលអូនឈឺបងលួងហើយចុះពេលបងឈឺណាគេលួងពេលដែលអ្នកជំងឺឈឺគ្រូពេទ្យមើលហើយចុះពេលគ្រូពេទ្យឈឺ stress អត់មានណាជួយតើគ្រូពេទ្យព្យាបាលខ្លួនឯងយើងមិនដើម្បីពួកថ្ងៃហ្នឹងជួបអ្នកជំងឺមិនក្រោម5នាក់តិចស្អែកឡើងជួបទៀតខាងស្អែកជួបទៀតមួយខែ30ថ្ងៃជួបតអ្នកជំងឺងើបមកគឺងើបមកឈឺបណ្ដោយជួបតអ្នកជំងឺឥឡូវឃើញនិយាយលេងថាបើអូនឈឺបងលួងហើយចុះបើបងឈឺណាគេលួងបើពេទ្យឈឺណាគេលួងធ្វើម៉េចមានវិធីណាដើម្បីអាចឲ្យពេទ្យនឹងមិនបាត់ stress បានទៅវិញអាហ្នឹងបាទខ្ញុំគិតថាល្អគឺវាសំខាន់ទៅលើការចេះចាត់ចែងរបស់យើងម្នាក់ដែរក្នុងការបាទគ្រូពេទ្យបាទដើម្បីដោះស្រាយសម្រាប់ការងារជាប្រចាំរបស់យើងហើយនឹងការងារនៅក្នុងក្រុមរួមការងាររបស់យើងបាទចឹងយើងជួយគេបានដល់ពេលយើងមានបញ្ហាតើមានអ្នកណាអាចជួយបានជាសំខាន់សហការីរបស់យើងក្រុមការងាររបស់យើងដែលជាកម្លាំងលើកទឹកចិត្តដែលយើងផ្ដល់ជាបានទាំងក្រុមគ្រួសាររបស់យើងអញ្ចឹងនេះគឺជាចំណុចសំខាន់បាទហើយនឹងខ្លួនយើងផ្ទាល់តើយើងត្រូវធ្វើរបៀបម៉េចបាទព្រោះនឹងស្រាប់ហើយអូនមានយោបល់គឺត្រឹមត្រូវព្រោះរាល់ថ្ងៃយើងចោះទៅក៏ខ្ញុំនៅមើលជំងឺគឺរាល់ថ្ងៃគឺជួបជំងឺរហូតហើយបើនៅកន្លែងជំងឺធ្ងន់ប៉ះតែជំងឺដែលឈឺធ្ងន់ដែលវាសិតតែទុកប៉ុន្តែយើងនៅតែផ្ដល់ការបន្តការព្យាបាលហើយគ្រូពេទ្យគាត់ត្រូវចេះគិតខ្លួនឯងថាតើគាត់ត្រូវរៀបចំយ៉ាងម៉េចដើម្បីកាត់បន្ថយបញ្ហា stress នឹងដែរអញ្ចឹងណាបាទដើម្បីកុំឲ្យគាត់ជួបតែបរិយាកាសនឹងជាប្រចាំរហូតអញ្ចឹងទៅតើយើងអាចកាត់បន្ថយរបៀបម៉េចអញ្ចឹងគាត់ត្រូវមានពេលសម្រាប់គាត់មានធីមការងាររបស់គាត់យើងមានក្រុមជួយជាយោបល់ support អញ្ចឹងបាទយើងនៅក្នុងទីពេទ្យយើងមានក្រុមការងារគេហៅថា social team ការងារសង្គមប្រកបជាអ្នកផ្ដល់ទីប្រឹក្សាទាំងអ្នកជំងឺផ្ដល់ដល់អ្នកព្យាបាលគ្រូពេទ្យទាំងដែរបើមិនគាត់មានបញ្ហា stress បញ្ហាអីដែលគាត់ត្រូវការយោបល់គាត់ទៅជួបផ្នែកនឹងដើម្បីផ្ដល់ប្រឹក្សាជួយគាត់ដើម្បីកាត់បន្ថយបញ្ហានឹងទៅវិញទៅមកជាពិសេសគឺក្រុមការងារធ្វើការជាមួយគ្នាដែលមានការធ្វើការជា team ហើយ support ហើយនឹងពីការដឹកនាំដើម្បីជួយ support ដល់អ្នកណាដែលយើងមើលថាការងាររបស់គាត់នឹងវាច្រើនពេកវាធ្ងន់ពេកតែប៉ះពាល់តើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីជួយដល់គាត់បានជំងឺដែលចំណាយពេលយូរគឺជំងឺវះកាត់ដែលខ្ញុំសម័យគិតណាប៉ុន្តែលោកគ្រូធ្លាប់មានបុគ្គលិកឬក៏ខ្លួនគ្រូផ្ទាល់ធ្វើការងារពីបុគ្គលិកធម្មតារហូតដល់ពេលបច្ចុប្បន្នធ្លាប់ព្យាបាលទៅធុញថប់ stress ខ្លាំងធ្លាប់ស្រែកធ្លាប់យំអីទេគួយយំអីទេធ្លាប់មានដែរប៉ុន្តែគ្រាន់តែវាមិនជាសូវច្រើនដែរបងយំម្ដងដែរមិនថាប្រហែលឆ្នាំនោះធ្លាប់យំដែរដោយសារស្មុគស្មាញពេកមែនទេវាស្មុគស្មាញផងជួនកាលការងារនៅក្នុងនោះវាដំណើរការវាអត់បានជាប្រក្រតីក៏វាអាចប៉ះពាល់ដល់ផ្លូវចិត្តយើងដែរផ្លូវចិត្តដែរប៉ុន្តែភាគច្រើនគ្រូពេទ្យដែលគាត់ឃើញជំងឺខ្លះដែលវាធ្វើឲ្យគាត់មិនអាចទប់អារម្មណ៍បានណាបាទដែលយើងមិនមើលឃើញប៉ុន្តែយើងមិនអាចជួយបានជំងឺខ្លះយើងខំព្យាយាមប៉ុន្តែយើងមិនអាចជួយបានអញ្ចឹងណាបាទហើយជាអ្វីដែលយើងដកដួលរបស់យើងហើយជំងឺខ្លះវាចូលមកដោយមហារីកជំងឺខ្លះមកវាមិនមានសង្ឃឹមយើងគិតថាជួយព្យាបាលគាត់ដើម្បីបន្តឲ្យគាត់រស់ប៉ុន្តែរស់ដោយមិនមានការឈឺចាប់កំដរពេលវេលាកំដរពេលវេលាប៉ុន្តែនៅផ្នែកទីពេទ្យកុមារអង្គរគឺការព្យាបាលសម្រន់ហ្នឹងគឺធ្វើម៉េចយើងមានការព្យាបាលបំបត្តិការឈឺចាប់មិនឲ្យគាត់មានការឈឺចាប់ទេព្រោះបីយើងដឹងថាគាត់មិនអាចព្យាបាលជាគាត់គួរតែស្លាប់ប៉ុន្តែមុនគាត់ស្លាប់ធ្វើម៉េចឲ្យគាត់ទទួលសេវាព្យាបាលដោយមានថាផាសុកភាពមានការឈឺចាប់
នឹងគឺជាអ្វីដែលបងប្រាថ្នាគឺជាអ្វីដែលយើងជួយដល់ក្មេងទាំងអស់បាទហើយជួនកាលក៏មកដែលមានបញ្ហាយើងអាចកាត់ធូរស្រាលយើងអាចនាំកាត់ដើរលេងទស្សនៈអង្គទស្សនកិច្ចអង្គជុំគ្នាកន្លែងណាដែលគាត់ដើរដើម្បីឲ្យគាត់ជុំមុនពេលដែលគាត់ថាគាត់មិនអាចរស់នៅបន្តទៀតឬយ៉ាងម៉េចអានឹងគឺជាអ្វីដែលយើងអាចជួយដល់ក្មេងៗអ្នកជំងឺដែលយើងគិតថាវាមិនអាចព្យាបាលបាន